Bằng cách để cầm mình chọc cháy nhom thọpដូចគ្នាពីមុនមកសបុកសល់បាន20 30កូនទេបងប្អូនប៉ុន្តែឥឡូវយ៉ាងហោចណាស់ក៏បាន300កូនជាងដែរហើយនេះគឺជាវិធីដែលខ្ញុំបង្កើតតោះមកទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាចំណុចទី1គឺការរៀបចំធុងបង្កាត់បាទសម្រាប់គូនេះគឺខ្ញុំប្រើកេសណោបាទសម្រាប់បង្កាត់ពួកវាបាទហើយជាដំបូងគឺយើងត្រូវដាក់ទឹកចូលទៅបាទហើយទឹកនេះគឺជាទឹកស្អាតដែលមិនមានជាតិក្លកម្ពស់ទឹកខ្ញុំដាក់ប្រមាណ1ចង្អុលដៃបាទបន្ទាប់មកគឺដាក់អំបិលក្រួសបន្តិចទៅបាទហើយនឹងស្លឹកឆាត់ចាស់ស្ងួតបាទដាក់មកសមល្មមបងប្អូនលៃថាមកទឹកឡើងលឿងណាបងប្អូនបន្ទាប់មកខ្ញុំដាក់សារ៉ាយមួយចំនួនបាទសម្រាប់ឲ្យមេពួននៅពេលដែលឈ្មោលដេញហើយក៏ដូចជាសម្រាប់កូនតោងនៅពេលដែលពួកវាចាប់ដើមញាស់ចំណុចទី2ការជ្រើសរើសមេបានិងការថែទាំមេបាបាទតែក្រុមមួយគូនេះគឺខ្ញុំបានថែទាំជាយូរថ្ងៃផងដែរហើយឈ្មោលដែលខ្ញុំរើសជាគូជាមួយនឹងមេនេះគឺមានទំហំមកសមល្មមជាមួយគ្នាបងប្អូនបើបានធំជាងបន្តិចក៏កាន់តែល្អត្រីទាំងពីរគឺមានសុខភាពល្អមានពណ៌ដិតបាទអួតមកឆាល់បាទឈ្មោលចេះធ្វើពពុះចំណែកឯមេគឺយើងបំពនៅវាឡើងពោះឡើងប៉ោងបងប្អូនហើយនឹងធ្វើការកំណត់សម្គាល់នៅក្រោមពោះមេហ្នឹងគឺមានក្របពណ៌សមួយបាទបើរៀងលៀនរៀងខ្លាំងណាស់ហ្នឹងចិត្តដល់ពេលដែលត្រូវបង្កាត់ហើយចំណុចទី3ការធៀបមេបាមុននឹងយើងដាក់បង្កាត់គឺយើងត្រូវធៀបមេបាជាមុនសិនអត្ថប្រយោជន៍គឺដើម្បីឲ្យឈ្មោលស្គាល់កន្លែងមេនិងឈ្មោលបានស្គាល់គ្នាកុំឲ្យមានការខំគ្នាច្រើនបាទតែរបួសធ្ងន់ទាំងសងខាងទៅគឺការបង្កាត់យើងនឹងបរាជ័យការធៀបមេបានេះគឺខ្ញុំធៀបចំនួន3ថ្ងៃសម្រាប់ទីក្រុមជុលហើយអំឡុងពេលដែលយើងធៀបហ្នឹងគឺដាក់ចំណីជាធម្មតាទេបងប្អូនចំណុចទី4ការដាក់បង្កាត់ចូលដល់ចំណុចញាប់ញ័រហើយបាទហើយក្រោយពីបានធៀប3ថ្ងៃឃើញថាឈ្មោលបានស្គាល់កន្លែងដែលយើងបានរៀបចំឲ្យវាហ្នឹងគឺបានល្អវាមានធ្វើពពុះសម្បុកអីមកអែមតែម្ដងបងប្អូនអញ្ចឹងជាបន្តនេះគឺចាប់មេដាក់ចូលជួបផ្ទាល់ជាមួយឈ្មោលតែម្ដងបន្ទាប់មកគឺក្របចោលទៅបងប្អូនបាទហើយចាប់ផ្ដើមផ្អាកដាក់ចំណីពីពេលនេះតទៅបាទហើយជាទូទៅនៅព្រឹកថ្ងៃបន្ទាប់ពួកវានឹងចាប់ផ្ដើមស្នេហាគ្នា About fresh morning with my fighting fish tank, looking them growing with good health. My song is about fresh morning with my fighting fish tank, looking them growing with good health. ក្រោយពីបានដាក់បង្កាត់ពីយប់មួយព្រឹកកន្លងផុតទៅឥឡូវនេះឃើញថាពួកគេបានប្រតិបត្តិការរួចរាល់ហើយតើយើងកំណត់សម្គាល់ដោយរបៀបណាទី1បងប្អូនអាចទៅឆែកមើលសម្បុកពពុះតើឃើញមានពងហើយឬនៅបាទហើយទី2គឺនៅពេលដែលពួកវាបានចប់សពគ្រប់ហើយមេនឹងហាលចេញឆ្ងាយពីសម្បុកបាទឈ្មោលគឺអត់ឲ្យនៅក្បែរទេបាទហើយបងប្អូនក៏អាចសង្កេតមើលពោះមេទៅតើនៅប៉ោងឬក៏រៀងស្ពេតខ្លះហើយបាទអញ្ចឹងនេះជាចំណុចមួយចំនួនដែលបងប្អូនអាចកំណត់សម្គាល់ថាពួកវាបង្កាត់រួចហើយឬនៅតែអ្វីដែលងាយស្រួលជាងគេគឺយើងមើលសម្បុកពពុះទៅបើឃើញពងហើយគឺមានថាពួកវាចាប់សក់គ្រប់ហើយបាទចំណុចបន្ទាប់គឺយើងនឹងចាប់មេចេញហើយយើងនៅបន្តទុកឈ្មោលឲ្យនៅថែពងបាទហើយសូមបញ្ជាក់ជូនបងប្អូនថាមិនត្រូវការដាក់ចំណីទេចាប់ពីពេលនេះរហូតដល់ពេលដែលកូនចាប់ដើមចេះហាលចេះស៊ីចំណីចំណុចទី5ការថែទាំកូនត្រីបាទ4ថ្ងៃបានកន្លងផុតទៅកូនត្រីគឺបានញាស់បាទបានចេះហាលបាទនេះបណ្ដៅខ្លួនពេញធុងតែម្ដងបងប្អូនឃើញថាមកគួរសមដែរបងប្អូនខ្ញុំគិតថាមិនក្រោម300ទេបងប្អូនហើយអាចចូលដល់500ក៏មិនដឹងបាទអញ្ចឹងឥឡូវនេះគឺជាដល់ពេលដែលយើងត្រូវដាក់ចំណីឲ្យពួកវាហើយចំណីដែលល្អសម្រាប់កូនត្រីដែលទៅនឹងញាស់ចេះស៊ីចំណីដំបងបែបនេះគឺចៃក្រហមបងប្អូនបាទចៃក្រហមគឺជាប្រភេទសត្វរស់បងប្អូនណាបាទជាចំណីរស់ដែលល្អបំផុតសម្រាប់កូនត្រីបាទចំពោះការប្រើចៃក្រហមនេះគឺខ្ញុំដាក់មួយថ្ងៃម្ដងហើយបងប្អូនដាក់ក្នុងចំនួនសមរម្យល្មមបានហើយបងប្អូនកុំឲ្យសល់ច្រើនពេកក៏កុំឲ្យតិចពេកកុំភ្លេចជួយ follow ក៏ដូចជា share វីដេអូនេះម្នាក់មួយផងណាបងប្អូននៅលើ Facebook បាទហើយនៅលើ YouTube កុំភ្លេច subscribe ក៏ដូចជា share ម្នាក់មួយដូចគ្នាបាទដើម្បីទស្សនានៅវីដេអូបន្ទាប់
អំពីដំណើរការនៃការថែទាំកូនត្រីឥឡូវនេះយើងបានកូនត្រីតិចតួចហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដែលខ្ញុំថែពួកវាពីតូចនឹងឲ្យទៅជាធំពេញវ័យបាទហើយធំទៅតែរូបរាងបាទគុណភាពក្បាច់គុណវាយ៉ាងណាដែរបាទតាមដានទស្សនាជាមួយខ្ញុំនៅវីដេអូបន្តទៀតទាំងអស់គ្នាបាទឥឡូវនេះសូមស្លេះត្រឹមតែប៉ុណ្នេះពូសេងសូមជម្រាបលាជូនពរសុខសប្បាយទាំងអស់គ្នា